កំណត់គោលដៅតាមស្តង់ដារ SMART គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតដែលជួយបំផ្លាញបំណងប្រាថ្នាឲ្យទៅជាលទ្ធផលពិតប្រាកដខ្ញុំបានរៀបចំមាតិកានេះជាជំហានដើម្បីឲ្យអ្នកងាយស្រួលយល់និងយកទៅអនុវត្តការកំណត់គោលដៅជីវិតគឺជាជំហានដំបូងបង្អស់ក្នុងការបោះជំហានទៅរកភាពជោគជ័យប៉ុន្តែការកំណត់ត្រឹមតែបំណងប្រាថ្នានៅក្នុងចិត្តគឺមិនទាន់គ្រប់គ្រាន់ឡើយដើម្បីប្រែក្លាយក្តីស្រមៃឲ្យទៅជាការពិតអ្នកត្រូវមានឧបករណ៍វិទ្យាសាស្ត្រមួយដែលគេហៅថា SMART Goal ដែលជាវិធីសាស្ត្រកំណត់គោលដៅប្រកបដោយភាពវៃឆ្លាតនិងច្បាស់លាស់បំផុតអក្សរនីមួយនៃពាក្យ SMART តំណាងឲ្យធាតុផ្សំសំខាន់ចំនួន5ដែលនឹងជួយតម្រង់ទិសដៅរបស់អ្នកមិនឲ្យវង្វេងជាដំបូងគឺ Specific ភាពជាក់លាក់គោលដៅរបស់អ្នកមិនត្រូវមានភាពស្រពេចស្រពិលឡើយជាជាងនិយាយថាខ្ញុំចង់ក្លាយជាអ្នកមានអ្នកគួរតែកំណត់ឲ្យជាក់លាក់ថាខ្ញុំចង់មានប្រាក់សន្សំ$10,000ក្នុងគណនីធនាគារការកំណត់ច្បាស់លាស់ជួយឲ្យខួរក្បាលរបស់អ្នកដឹងពីគោលដៅពិតប្រាកដដែលត្រូវសម្រេចបន្ទាប់មកគឺ M ងាយស្រួលរបស់អាចវាស់វែងបានអ្នកត្រូវមានសូចនាករដើម្បីដឹងថាតើអ្នកដើរដល់ចំណុចណាហើយឧទាហរណ៍ប្រសិនបើអ្នកចង់សម្រកទម្ងន់អ្នកត្រូវកំណត់ថាសម្រកឲ្យបាន5គីឡូក្រាមដើម្បីឲ្យអ្នកអាចតាមដានវឌ្ឍនភាពតាមរយៈជញ្ជីងថ្លឹងទម្ងន់ជារៀងរាល់សប្តាហ៍ការវាស់វែងបានគឺជាការផ្តល់កម្លាំងចិត្តឲ្យអ្នកបន្តទៅមុខទៀតនៅពេលឃើញលទ្ធផលប៉ាន់តាធាតុផ្សំទី3គឺ A Achievable អាចសម្រេចបានគោលដៅត្រូវតែមានភាពប្រាកដនិយមនិងស្របតាមសមត្ថភាពឬធនធានដែលអ្នកមានការកំណត់គោលដៅខ្ពស់ហួសពីការពិតក្នុងរយៈពេលខ្លីនឹងធ្វើឲ្យអ្នកឆាប់បាក់ទឹកចិត្តនិងបោះបង់ចោលទោះជាយ៉ាងណាវាមិនមែនមានន័យថាអ្នកមិនត្រូវរំពឹងខ្ពស់នោះទេប៉ុន្តែត្រូវរៀបចំផែនការបែងចែកវាជាជំហានតូចៗដែលដៃអ្នកអាចឈោងចាប់បានស្របជាមួយគ្នានេះដែរគឺ relevant ភាពពាក់ព័ន្ធគោលដៅនោះត្រូវតែមានន័យចំពោះជីវិតអ្នកនិងស្របតាមគុណតម្លៃដែលអ្នកប្រកាន់ខ្ជាប់តើគោលដៅនេះពិតជាអ្វីដែលអ្នកចង់បានឬគ្រាន់តែធ្វើតាមគេប្រសិនបើគោលដៅនោះមានភាពពាក់ព័ន្ធនឹងក្តីស្រមៃធំក្នុងជីវិតរបស់អ្នកនោះអ្នកនឹងមានឆន្ទៈមោះមុតក្នុងការជំនះរាល់ឧបសគ្គចំណុចចុងក្រោយដែលសំខាន់បំផុតគឺ Theme 4ការកំណត់ច្បាស់លាស់គោលដៅដែលគ្មានថ្ងៃបញ្ចប់គឺជាគោលដៅដែលគ្មានថ្ងៃសម្រេចការកំណត់ថ្ងៃខែឆ្នាំដែលត្រូវបញ្ចប់នឹងបង្កើតឲ្យមានអារម្មណ៍ប្រញាប់ប្រញាល់ urgency ក្នុងចិត្តដែលជួយទប់ស្កាត់ការរឹងរាឬការពន្យាពេលនៅពេលអ្នកមានការបរិច្ឆេទកំណត់អ្នកនឹងរៀបចំការវិភាគប្រចាំថ្ងៃបានយ៉ាងល្អិតល្អន់ដើម្បីឲ្យទាន់ពេលវេលាការអនុវត្តតាមគោលការណ៍ SMART មិនត្រឹមតែជួយឲ្យអ្នកមើលឃើញផ្លូវទៅកាន់ភាពជោគជ័យកាន់តែច្បាស់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយបង្កើនទំនុកចិត្តលើខ្លួនឯងនិងធ្វើឲ្យរាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកមិនឥតប្រយោជន៍ចូលចងចាំថាភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការរៀបចំផែនការដ៏វៃឆ្លាតនិងការអនុវត្តដោយការបដិញ្ញាចិត្តខ្ពស់បំផុត